ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅពាក្យប្រើប្រាស់ដែលយើងឧស្សាហ៍តែប្រើនៅក្នុងការរស់នៅប្រចាំថ្ងៃអញ្ចឹងពាក្យទី1គឺយើងអានថាយឿនវ៉ាយឿនវ៉ាយឿនវ៉ាចា៎មានន័យសម្បុកត្រជាកម្មពាក្យទី2人生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 ពាក្យទី3蜂蜜蜂蜜蜂蜜ទឹកឃ្មុំចាអញ្ចឹងពាក្យទី4យ៉ាងថាហុងចៅហុងចៅហុងចៅពុទ្រាក្រហមពាក្យទី5យើងអានថាហៃជឺម៉ាហៃជឺម៉ាហៃជឺម៉ាល្ងខ្មៅពាក្យទី6វិនជីវិនជីវិនជីសម្ភារៈសិក្សាពាក្យទី7ឈៀនពីហឈៀនពីហឈៀនពីហប្រអប់ខ្មៅដៃឬក៏ប្រអប់ដាក់ខ្មៅដៃពាក្យទី8ជីស៊ွန်ជីជីស៊ွန်ជីប្រដាប់គិតលេខពាក្យទី9ឆៃសើពីឆៃសើពីឆៃសើពីគូលផាត់ពាក្យទី10ជឿនពីតោជឿនពីតោជឿនពីតោប្រដាប់ខួងខ្មៅដៃពាក្យទី11字典字典字典វចនានុក្រមពាក្យទី12ឡាជីថងឡាជីថងឡាជីថងធុងសម្រាមពាក្យទី13ស៊ូប៉ោស៊ូប៉ោស៊ូប៉ោកាតាបពាក្យទី14ស៊ូស៊ូស៊ូសៀវភៅពាក្យទី15笔记本笔记本笔记本សៀវភៅកត់ត្រាពាក្យទី16文具盒文具盒文具盒ប្រអប់ដាក់សម្ភារៈសិក្សាពាក្យទី17橡皮橡皮橡皮着陆ពាក្យទី18尺字尺字尺字បន្ទាត់ពាក្យទី19ទីងស៊ូជីទីងស៊ូជីប្រដាប់កັບពាក្យទី20យៀនគួយយៀនគួយយៀនគួយដែលឈានពាក្យទី21លីខបាយលីខបាយឬក៏ធូកាយយាធូកាយយាទឹកលុបពាក្យទី22ឈៀនពីស៊ីនឈៀនពីស៊ីនឈៀនពីស៊ីនបណ្ដោខ្មៅដៃពាក្យទី23សឹងសៀវសឹងសៀវសឹងសៀវជ្រេះស៊ីពាក្យទី24សោហួយសោហួយសោហួយឆេះខូចពាក្យទី25សាយហួយសាយហួយសាយហួយស្លោកពណ៌ចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយអ្នកទាំងអស់គ្នាថាប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានហើយបើសិនមកពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share អរគុណជួបគ្នានៅវីដេអូក្រោយ谢谢下次再见